ก็ប៉ុន្តែគាត់គឺថាចូលទៅពេទ្យបានតែមួយថ្ងៃបងស្លាប់សម្បត្តិឈ្មោះនាងរ៉ាបុលសប្តាហ៍ថ្ងៃរស់នៅភូមិសមរជ្រុំឃុំសង្ខស្រុកប្រទាបខេត្តស្វាយរៀងសប្តាហ៍ថ្ងៃប្រពន្ធរបស់ទៅរាជការមានកូនមួយឈ្មោះនាងមឿនវិបុត្របាទមិនបងហ្នឹងប្រពន្ធខ្ញុំគាត់ស្គាល់ក្រុមការងារព្រួតអេនសគាត់ក៏សួរទៅបងក្រុមការងារព្រួតអេនសហើយគាត់ណែនាំថាខាងព្រួតអេនសល្អដល់ពេលហើយប្រពន្ធខ្ញុំគាត់ក៏ទិញបាទពេលអញ្ចឹងទិញហើយអញ្ចឹងពេលខ្ញុំមកធ្វើការម៉ោង3កន្លះយប់ដល់ផ្ទះគាត់ថាបងខ្ញុំទិញចាប់ដល់ព្រួតអេនសអញ្ចឹងថាអូនឯងស្គាល់ណាគេហើយគាត់ថាគាត់ស្គាល់តាមបងធ្វើការខាងក្រុមព្រួតអេនសហ្នឹងពេលអញ្ចឹងថាបាទអីទៅអូនមកទិញទៅអញ្ចឹងក៏ប៉ុន្តែគាត់ចាក់ថ្នាំកូវីដដល់ពេលហើយពេលវិញគាត់ថារាចោដល់ពេលរាចោហ្នឹងមកដល់ផ្ទះទៅពេទ្យបានតែមួយថ្ងៃបងស្លាប់ពេលម៉ោងប្រហែលជា8 7 8ព្រឹកហ្នឹងខាងក្រុមការងារព្រួតអេនសគាត់ណែនាំក្រុមការងារមកជួបរែកតុកខ្ញុំពេលបនបូជាឲ្យសពហើយខ្ញុំក៏បានទៅរត់ការនៅកន្លែងប៉ូលីសបញ្ជាក់ថាប្រពន្ធខ្ញុំស្លាប់រាចោពេលបានបញ្ជាក់ហើយខាងព្រួតអេនសពីថ្នងវិញហ៎បងដល់ពេលខ្ញុំបានទូសំណងពីព្រួតអេនសហ្នឹងចំនួន$13000អញ្ចឹងបងដល់ពេលយកមកធ្វើបនហ្នឹងចាត់ទុកគ្រប់ហើយបងខ្ញុំគិតថាការពុខ្ញុំនៅហ្នឹងគាត់ថាគាត់ទិញចាប់ដើម្បីអនាគតកូនអញ្ចឹងខ្ញុំមានតែទិញចាប់ថ្មីទៀតដើម្បីបន្តមកឲ្យកូនទៀតបងខាងព្រួតអេនសថាល្អបងព្រោះអីខ្ញុំជឿជាក់មែនតើបងបាទខ្ញុំទិញចាប់ថ្មីទៀតបងខ្ញុំថាខ្ញុំទិញចាប់ក្រោយហ្នឹងជាមួយព្រួតអេនសហ្នឹងទីមួយចង់សន្សំលុយទុកឲ្យកូនរៀនបន្តជាពីសម្រាប់គ្រួសារអនាគតអ្វីនឹងពឹងរបស់ខ្ញុំចង់ឲ្យកូនបានខ្ពស់ឡងចូលទៅរាជការចំពោះខ្ញុំចង់ឲ្យមានឡានជិះមានទិញដីពីទូធាបងខ្ញុំចង់ឲ្យបងប្អូនជីវរដ្ឋទាំងអស់ដែលស្គាល់ខ្ញុំចង់ឲ្យគាត់ទិញចប់ព្រួតអេនសដូចខ្ញុំដែរព្រោះអីខាងព្រួតអេនសមានចិត្តខ្លាំងហើយពេលមានហានិភ័យកើតឡើងផ្សេងគឺការកូនព្រួតអេនសគឺធ្វើស្នងខ្ញុំវិញការពុនខ្ញុំគាត់នៅហ្នឹងគាត់ទិញចប់ដើម្បីអនាគតកូនដល់ពេលគាត់ខូចទៅខ្ញុំទិញមួយទៀតចប់ថ្មីហ្នឹងសម្រាប់កូនបន្តទៀតបងខ្ញុំជឿជាក់ខ្លាំងខាងព្រួតអេនសព្រោះអីខ្ញុំជួបផ្ទាល់ហើយគឺខាងព្រួតអេនសពេលណាមានហានិភ័យផ្សេងគឺខាងគាត់នឹងមកជួបផ្ទាល់ហើយកូនសំណងឲ្យយើងផ្ទាល់ហ្មង